ចាសូមគោរពនឹងជម្រាបសួរក៏ដូចជាសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាសូមស្វាគមន៍កម្មវិធីសិក្សាពីចម្ងាយអ្នកគ្រូឈ្មោះរ៉ាវរំភួនជាគ្រូបង្រៀនឯកទេសផែនដីវិទ្យានិងបរិស្ថានមកពីវិទ្យាល័យព្រះសិទ្ធិសវត្តក្នុងកម្មវិធីសាលារៀនជំនាន់ថ្មីចានេះគឺជាប្រភេទវីដេអូខ្លឹមសារមេរៀនចាផែនដីវិទ្យាថ្នាក់ទី8ត្រង់ចំពុកទី2មេរៀនទី4ប្រភេទសាលាចំពោះខ្លឹមសារក៏អ្នកគ្រូបង្ហាញអំពីប្រភេទសាលាផងដែរហើយចំពោះគោលបំណងនៃការលើកយកខ្លឹមសារប្រភេទសាលាបង្ហាញដល់បងប្អូនទាំងអស់គ្នាគឺអ្នកគ្រូមានគោលបំណង3ទី1គឺចង់ឲ្យបងប្អូនពន្យល់ពីប្រភេទសាលាបានត្រឹមត្រូវចាទី2គឺបងប្អូនអាចបកស្រាយអំពីម៉ែត្រធាងរបស់ប្រភេទសាលានីមួយៗនឹងមានអ្វីខ្លះបន្តទៀតបានត្រឹមត្រូវច្បាស់លាស់ចាហើយទី3គឺឲ្យបងប្អូនចេះស្វែងយល់អំពីប្រភេទសាលាដែលមាននៅជុំវិញខ្លួនរបស់យើងនៅយើងហៅថាសាលាអ្វីឲ្យយើងចេះកំណត់សម្គាល់អញ្ចឹងណាចាអូខេអញ្ចឹងជាដំបូងអ្នកគ្រូសូមបង្ហាញអំពីរូបភាពប្រភេទសាលាឲ្យបងប្អូនទាំងអស់គ្នាបានមើលបន្តិចសិនអញ្ចឹងយើងដឹងថាសាលារបស់យើងគឺយើងមាន3ប្រភេទធំៗដែលជាសាលាមេចាទី1នេះគឺយើងហៅថាសាលាម៉ាក់ម៉ាទី2គឺយើងហៅថាសាលាកំទេចកំណចាទី3នេះគឺយើងហៅថាសាលាប្រែកំណើតអញ្ចឹងយើងនឹងទៅធ្វើការសិក្សាបន្ថែមទៀតថាប្រភេទសាលាមេមួយៗធំៗទាំង3ហ្នឹងតើវាមានប្រមាណប្រភេទតទៀតចាតោះឥឡូវយើងមកមើលទាំងអស់គ្នាទី1យើងនិយាយពីសាលាកំទេចកំណសិនចាអញ្ចឹងពាក្យថាសាលាកំទេចកំណគឺជាកំទេចសាលាកើតឡើងនៅពេលដែលសាលាកំទេចកំណហ្នឹងវាប្រខំជាប់គ្នាចាហើយកំទេចកំណហ្នឹងសួរថាបានមកពីណាចាវាកើតឡើងតាមរយៈបរិយាកាសភពផែនដីរបស់យើងក៏ដូចជាជំនាញភពផែនដីរបស់យើងចាវាធ្វើឲ្យមានការពុកផុយតាមរយៈទឹកភ្លៀងចាខ្យល់ទឹកកកទៅលើព្រះអាទិត្យចាទំនាញវាធ្វើឲ្យរូបធាតុទាំងឡាយណានៅលើភពផែនដីយើងតែងតែមានការពុកផុយចាសឹករិចរិលអញ្ចឹងពេលដែលវាពុកផុយសឹករិចរិលហ្នឹងក៏វាអាចបង្កើតបានទៅជាកំទេចកំណដែរទាំងសរីរាង្គនិងអសរីរាង្គឧទាហរណ៍ថាសត្វក្តោមួយក្បាលអញ្ចឹងណាកណ្តុរមួយក្បាលត្រូវបានស្លាប់សាកសពវានៅយើងទុកនៅលើដីចោលអញ្ចឹងអាច2សប្តាហ៍3សប្តាហ៍ទៅយើងទៅមើលយើងឃើញថាសាកសពកណ្តុរហ្នឹងនឹងមានការពុកផុយហើយចាចឹងដល់ពេលយូរទៅវាពុកផុយ2-3ឆ្នាំទៅបាត់អស់លេងហ្មងយើងទៅរកកន្លែងដើមដែលសាកសពសត្វនឹងស្លាប់គឺយើងរកឃើញទេដោយសារវាពុកផុយคล้ายទៅជាកំទេចកំណអណ្ដែតក្នុងបរិយាកាសយើងហើយឬក៏អណ្ដែតនៅលើដីលើអីអស់ហើយអញ្ចឹងយើងអត់អាចទៅរកមើលឃើញទេអាហ្នឹងគឺវាបែបហ្នឹងដោយសារកម្ដៅដោយសារទឹកភ្លៀងដោយសារខ្យល់វាធ្វើឲ្យអឺគ្រប់រូបធាតុទាំងអស់នៅលើភពផែនដីរបស់យើងគឺវាមានការសក្តិរិលពុកផុយដល់ពេលវាពុកផុយវាคล้ายទៅជាកំទេចកំណតូចតូចអណ្ដែតនៅក្នុងបរិយាកាសរបស់យើងចាអាហ្នឹងហើយយើងហៅថាអឺកំទេចកំណចាហើយកំទេចកំណនេះផងដែរវាត្រូវបានធ្វើការដឹកជញ្ជូនពីកន្លែងមួយទៅកន្លែងមួយតាមរយៈភ្លៀងចាតាមរយៈខ្យល់បក់មកអញ្ចឹងណាវានាំយកកំទេចកំណទាំងនោះទៅដល់កន្លែងមួយដែលវាធ្វើដំណើរទៅមុខលេខរួចវាក៏ស្ថិតនៅទីនោះដល់ពេលស្ថិតនៅជាស្រទាប់ចាក់បកលលើគ្នារាប់ពាន់លានឆ្នាំទៅអាកំទេចកំណតូចៗហ្នឹងគឺវាបង្ខំជាប់គ្នាបង្កើតបានទៅជាសិលាកំទេចកំណចាហើយសិលាកំទេចកំណរបស់យើងនោះគឺយើងបែងចែកវាជា3ប្រភេទចា3ប្រភេទតទៀតគឺទី1គឺសាលាកំទេចកំណល់គីមីទី2សាលាកំទេចកំណល់សរីរាង្គទី3គឺសាលាកំទេចកំណល់ខ្លះស្ទិចចាអញ្ចឹងយើងទៅមើលអំពីប្រភេទសាលាកំទេចកំណល់នីមួយៗទាំង3នឹងទៀតថាតើវាមានលក្ខណៈដូចម្ដេចចាអញ្ចឹងចំពោះសាលាកំទេចកំណល់ខ្លះស្ទេចគឺជាប្រភេទសាលាកំទេចកំណល់ទាំងឡាយណាដែលកើតឡើងនៅពេលដែលបំណែកនៃសាលាបន្ស៊ីជាប់គ្នាតាមរយៈសម្ពាធនិងរ៉ែឧទាហរណ៍ដូចជាសាលាក្រែចាអញ្ចឹងអាហ្នឹងយើងហៅថាខ្លះស្ទេចអីហើយមួយទៀតគឺប្រភេទសាលាកំទេចកំណល់សរីរាង្គចាសរីរាង្គបានន័យថាមានជីវិតណាបងប្អូនគ្នាអញ្ចឹងជាប្រភេទដូចសាកសពកណ្ដុរដែលខ្ញុំនិយាយមិញហ្នឹងណាពេលដែលវាពុកផុយទៅវាคล้ายទៅជាសាលាកំទេចកំណល់សរីរាង្គនិយាយទៅឲ្យតែសាកសពរបស់សត្វនិងរុក្ខជាតិដល់ពេលដែលវាស្លាប់ពុកផុយទៅយើងអាចហៅវាថាជាសាលាកំទេចកំណល់សរីរាង្គទាំងអស់ចាហើយសាលាកំទេចកំណល់សរីរាង្គនេះផងដែរគឺល្អសម្រាប់ធ្វើជាជីណាចាដូចថ្មកបោអីហ្នឹងគឺយើងយកទៅធ្វើជាជីសម្រាប់ដំណាំកសិកម្មយើងគឺល្អចា
ហើយក្រៅពីនោះគឺមានព្យុងថ្មឯនោះក៏វាកើតមកពីសាកសពសត្វរុក្ខជាតិដូចគ្នាចាហ្នឹងក៏ជាប្រភេទសាលាកម្ទេចកំណល់សរីរាង្គដែរចា មួយទៀតគឺសាលាកម្ទេចកំណល់គីមីចាសាលាកម្ទេចកំណល់គីមីនេះគឺវាកើតឡើងនៅពេលដែលរ៉ែបានរលាយនៅក្នុងទឹកចានិយាយទៅ solution ហ្នឹងគឺវាមានរ៉ែអឺវាមានអឺលាយសារធាតុទឹកជាមួយអញ្ចឹងទៅអាហ្នឹងយើងហៅថាសាលាកម្ទេចកំណល់គីមីឧទាហរណ៍ដូចជាជីបសាំហើយនឹងហាលីតចាហ្នឹងវាកើតនៅក្នុងទឹកអញ្ចឹងណាវាមានទឹកលាយនៅក្នុងហ្នឹងយើងហៅថាសាលាកម្ទេចកំណល់គីមី ចាអានេះរូបភាពអ្នកគ្រូបង្ហាញមួយចំនួននៃសាលាក្រែបងប្អូនគ្នាចាអានេះគឺប្រភេទធ្យូងថ្មអានេះហាលៀបចានេះថ្មក្បាលនេះជាប្រភេទសាលាមួយចំនួនឲ្យបងប្អូនអរគ្នាស្គាល់ត្រុសចាចូលដល់ប្រភេទសាលាមួយទៀតយើងហៅថាសាលាម៉ាក់ម៉ាចានេះយើងសាលាម៉ាក់ម៉ារបស់យើងកើតមកពីអីចាម៉ាក់ម៉ាគឺជាសាលារាវសំពីសាលាឧស្ម័ននឹងទឹកនៅពេលដែលម៉ាក់ម៉ាចុះត្រជាក់កករឹងវាคล้ายទៅជាសាលាម៉ាក់ម៉ាចាអានេះជាម៉ាក់ម៉ានៅក្នុងម៉ង់តូនណាអញ្ចឹងពេលឡើងតាមរយៈបន្ទស្សន៍ភ្នំភ្លើងវាហូរតាមមកភ្នំភ្លើងចូលមកខាងក្រោមនេះដល់ពេលវាចុះត្រជាក់កករឹងវាคล้ายទៅជាសាលាម៉ាក់ម៉ាហើយសាលាម៉ាក់ម៉ានេះមាន2ប្រភេទចាទីមួយគឺសាលាភ្នំភ្លើងហើយទីពីរគឺសាលាជ្រៀតចាសាលាជ្រៀតគឺសាលាដែលនេះវាជ្រៀតចូលទៅក្នុងសម្បកផែនដីរបស់យើងនេះចាដល់ពេលសាលាភ្នំភ្លើងគឺសាលាដែលហៀចេញមកពីលើភ្នំភ្លើងនេះចាចុះទៅជាកករឹងអីមកអាហ្នឹងយើងហៅថាសាលាភ្នំភ្លើងហើយឥឡូវយើងមើលបន្ថែមទៀតសាលាជ្រៀតរបស់យើងគឺជាប្រភេទសាលាដែលកើតឡើងនៅពេលដែលម៉ាក់ម៉ាចុះត្រជាក់ហើយកករឹងនៅក្នុងចាវានៅក្នុងសម្បកផែនដីយើងហើយសាលាភ្នំភ្លើងគឺវាកើតពីកំអែភ្នំភ្លើងចុះត្រជាក់ចានៅលើផ្ទៃផែនដីហើយកករឹងយ៉ាងលឿនព្រោះនៅខាងក្នុងជម្រៅផែនដីសីតុណ្ហភាពផ្សេងហើយបើនៅខាងក្រៅផែនដីគឺសីតុណ្ហភាពផ្សេងបើនៅក្នុងរៀងក្តៅជាងនៅខាងក្រៅចាអញ្ចឹងសាលាជ្រៀតនេះគឺវាកើតមាននៅខាងក្នុងហើយសាលាជ្រៀតនេះវាចុះត្រជាក់កករឹងយឺតជាងសាលាភ្នំភ្លើងដែលធ្វើឲ្យក្រាមធំជាងចាឧទាហរណ៍សាលាជ្រៀតយើងគឺមានដូចជាសាលាក្រានីតចាដែលមានវីយភាពវាគ្រប់គ្រើមហើយសាលាភ្នំភ្លើងគឺមានដូចជាសាលារីយ៉ូលីតវីយភាពវាគ្រាប់គ្រើមដែរសាលាបាសាល់វីយភាពរបស់វាគ្រាប់ម៉ត់ចានេះបងប្អូនគ្នាយើងមើលណាសាលាអានៅខាងក្នុងសំបកដីយើងពេលដែលម៉ាក់ម៉ាជាទូទៅម៉ាក់ម៉ាឡើងមកតាមបន្ទប់ភ្នំភ្លើងតាមបំពង់ភ្នំភ្លើងនេះតែនៅពេលដែលឡើងមកហ្នឹងសំបកផែនដីយើងវាមានស្នាមប្រេះផ្សេងអញ្ចឹងធ្វើឲ្យម៉ាក់ម៉ានោះវាហៀទៅវាជ្រាបតាមរុនឬក៏ស្នាមរបស់ប្រហោងរបស់សំបកផែនដីនៅខាងក្នុងហ្នឹងអញ្ចឹងដល់ពេលដែលម៉ាក់ម៉ាហូរទៅបំពេញចន្លោះដីនៅក្នុងហ្នឹងវាអត់ងាយចុះត្រជាក់ទេដោយសារផែនដីយើងនៅក្នុងនោះវាក្តៅចាក្តៅខ្លាំងជាងនៅខាងលើនេះខាងលើផ្ទៃដីខាងលើចាដល់ពេលក្តៅខ្លាំងអញ្ចឹងម៉ាក់ម៉ាហ្នឹងវាចេះតែហូរបំពេញបន្ថែមធ្វើឲ្យវាក្រាមបន្ទះរបស់វានឹងរាងធំជាងនៅខាងក្រៅហើយព្រោះអីវាអត់ងាយចុះត្រជាក់ទេចាអញ្ចឹងឃើញមាឌរបស់វារាងធំអាហ្នឹងយើងហៅថាសាលាជ្រៀតដែលវាទៅជ្រៀតនៅតាមកលិតកន្លោះក្នុងសំបកដីណាដល់ពេលសាលាភ្នំភ្លើងសាលាដែលហៀតាមមកភ្នំភ្លើងនេះខាងក្រៅសំបកដីចានៅពេលដែលម៉ាហូរតាមមាត់ភ្នំភ្លើងមកវាចុះត្រជាក់កករឹងខ្លាចទៅជាសាលាភ្នំភ្លើងហើយនៅបរិយាកាសខាងក្រៅវាឆាប់ចុះត្រជាក់អញ្ចឹងហើយក្រាមបន្ទះរបស់វារាងតូចជាងនៅខាងក្នុងចាសាលាភ្នំភ្លើងរាងតូចជាងសាលាជ្រៀតចាអញ្ចឹងខុសគ្នាបែបហ្នឹងសាលាម៉ាក់ម៉ារបស់យើងមាន2មួយសាលាភ្នំភ្លើងនៅខាងក្រៅវាចុះត្រជាក់កករឹងនៅខាងក្រៅសំបកផែនដីហើយមួយទៀតគឺសាលាជ្រៀតវាចុះត្រជាក់កករឹងនៅក្នុងសំបកនៅក្នុងជម្រៅរបស់ផែនដីចាមួយនៅក្នុងមួយនៅខាងក្រៅហើយបើនៅខាងក្នុងនេះភាគច្រើនមានដូចជាក្រានីតចាបើនៅខាងក្រៅមានពពុះបាសាល់ពួករីយ៉ូលីតអីចឹងទៅចាវាបបែកបន្តទៀតណាចានេះឥឡូវនេះជារូបភាពសាលាម៉ាក់ម៉ានេះគ្រូបង្ហាញឲ្យបងប្អូនមើលស្គាល់បន្តិចចានេះយើងហៅថាសាលាក្រានីតចាហើយនេះគឺរីយ៉ូលីតចានេះប្រភេទសាលារីយ៉ូលីតហើយនេះគឺបាសាល់គឺវាភាពរបស់វាគ្រាប់ម៉ត់ជាងគេចាយើងឃើញទេគ្រាប់វាម៉ត់តូចជាងគេចា
អានេះគឺជាប្រភេទសាលាម៉ាក់ម៉ាយើងមានទាំងអស់ហ្នឹងប៉ុន្តែមិនមែនមានតែប៉ុណ្្នឹងវាមានច្រើនយ៉ាងហ្នឹងទេតែគ្រូគ្រាន់តែឧទាហរណ៍តែប្រហែលហ្នឹងឯងអញ្ចឹងងាយមែនតើបងប្អូនទាំងអស់គ្នាបើសិនជាយើងចង់ដឹងថាប្រទេសយើងឬក៏ខេត្តយើងធ្លាប់មានព្រំភ្លើងអត់ណាមានតែសាលាទាំងអស់ហ្នឹងណាគឺយើងហៅថាតំបន់ហ្នឹងមានព្រំភ្លើងហើយពីព្រោះថាបើតំបន់ហ្នឹងអត់ធ្លាប់មានបន្ទុះភ្នំភ្លើងកើតឡើងទេក្រានីតរីយ៉ូលីតឬក៏បាសាល់ហ្នឹងក៏មិនអាចមានដែរចានេះគឺជាភស្តុតាងមួយដែលអ្នកវិទ្យាសាស្ត្រដើម្បីដឹងពីប្រវត្តិរបស់ភពផែនដីយើងដែរថាតំបន់នោះធ្លាប់មានអត់ណាឬក៏យ៉ាងណាដែរនឹងយើងមើលតាមរយៈភស្តុតាងសាលាទាំងអស់នឹងបានចា៎ចូលដល់ប្រភេទសាលាមួយទៀតយើងហៅថាសាលាប្រែកំណើតចាសាលាប្រែកំណើតវិញម្ដងអញ្ចឹងពាក្យថាសាលាប្រែកំណើតគឺជាលទ្ធផលនៃកំណើនកម្ដៅនិងសម្ពាធក្នុងសម្បកផែនដីដែលបណ្ដាលឲ្យសាលាផ្លាស់ប្ដូរទម្រង់វិយភាពនិងសមាធិផ្សំចា៎និយាយទៅសាលាប្រើកំណើតរបស់យើងដោយសារលក្ខខណ្ឌពីរចម្បងគឺកម្ដៅនិងសម្ពាធចាកាលណាកម្ដៅនិងសម្ពាធវាធ្វើឲ្យប្រភេទសាលាហ្នឹងគឺវាអាចផ្លាស់ប្ដូររូបរាងផ្លាស់ប្ដូរសមាធិផ្សំហើយវាប្រែក្លាយពីប្រភេទសាលាមួយទៅជាប្រភេទសាលាផ្សេងមួយទៀតបានហើយចាអានេះយើងហៅថាសាលាប្រែកំណើតហើយសាលាប្រែកំណើតរបស់យើងនេះគឺយើងមាន2ចាយើងមាន2ប្រភេទទី1គឺយើងហៅថាសាលាប្រែកំណើតមានស្រទាប់ឬមួយទៀតយើងហៅថាមានក្រាមបន្ទះចាគឺជាស្នាមនៃស្រទាប់របស់រ៉ែចានិយាយឲ្យស្រួលស្ដាប់ថាមានស្រទាប់គឺវាមានស្រទាប់ណាវាមានជាស្រទាប់ហើយវាមានពណ៌ផ្សេងគ្នាអញ្ចឹងណាអញ្ចឹងទៅយើងហៅថារ៉ែសំទោសយើងហៅថាសាលាប្រែកំណើតមានស្រទាប់ហើយចាមួយទៀតគឺសាលាប្រែកំណើតគ្មានស្រទាប់មួយហើយឬក៏យើងនិយាយថាគ្មានក្រាមបន្ទះចាអាហ្នឹងវាមានពណ៌តែមួយឯងហើយវាអត់មានស្រទាប់គឺបានន័យថាវាអត់មានស្រទាប់ជាស្រទាប់អីទេចាវាមានតែមួយហើយពណ៌មានតែមួយដែលកើតចេញមកពីសិលាក្រែចាអាហ្នឹងយើងហៅថាសិលាប្រែកំណើតអឺគ្មានស្រទាប់ហើយចាអញ្ចឹងនៅទីនេះវាយើងបើតាមឯកសារសៀវភៅខ្លះយើងដាក់មានក្រាបបន្ទះអត់ក្រាបបន្ទះមួយទៀតមានស្រទាប់អត់ស្រទាប់ចាអញ្ចឹងអឺយើងអាចនិយាយបានពីរនឹងបានអញ្ចឹងអត់អីទេណាចឹងឲ្យបងប្អូនទាំងអស់គ្នាស្គាល់ថាបើប្រែកំណើតគឺមានតែពីរទេចាហើយសាលាប្រែកំណើតយើងគឺកម្ដៅនិងសម្ពាធវាអាចប្រែក្លាយប្រភេទសាលា A ទៅសាលា B បានចាហើយវាមានតែពីរប្រភេទគឺប្រែកំណើតមានស្រទាប់គឺវាមានស្រទាប់ច្រើនចាដល់ពេលគ្មានស្រទាប់គឺវាអត់មានស្រទាប់ហើយវាមានតែមួយពណ៌ទេចាអាហ្នឹងហើយយើងហៅថាសាលាប្រែកំណើតចានេះរូបភាពដែលអ្នកគ្រូចង់បង្ហាញបងប្អូនទាំងអស់គ្នាអំពីប្រភេទសាលាប្រែកំណើតរបស់យើងនេះថ្មម៉ាបអាហ្នឹងយើងហៅថាសាលាប្រែកំណើតគ្មានស្រទាប់អីចានេះគ្មានស្រទាប់វាមានមួយពណ៌អញ្ចឹងណាហើយ slide នេះគឺជាប្រភេទសាលាប្រែកំណើតមានស្រទាប់ចាយើងឃើញនេះស្រទាប់របស់វាហ្នឹងអានេះយើងហៅថាសាលាប្រែកំណើតមានស្រទាប់ហើយចានេះជារូបភាពគ្រូបង្ហាញឲ្យបងប្អូនស្គាល់ដើម្បីកំណត់ដឹងថាយើងឃើញអាហ្នឹងយើងថាអានេះជាប្រភេទសាលាប្រែកំណើតតែវាមានស្រទាប់ឬក៏អត់ស្រទាប់អញ្ចឹងទៅចាអូខេតោះឥឡូវអ្នកគ្រូចូលដល់សំណួរពង្រឹងពុទ្ធិវិញម្ដងចាដើម្បីតេស្តសមត្ថភាពបងប្អូនទាំងអស់គ្នាបន្ទាប់ពីស្ដាប់ពីប្រភេទសាលានីមួយៗរបស់អ្នកគ្រូបញ្យល់ចប់ថាតើបងប្អូនទាំងអស់គ្នាអាចឆ្លើយសំណួររបស់អ្នកគ្រូបានត្រឹមត្រូវកម្រិតណាដែរចាឥឡូវយើងមកមើលតើសាលាកំទេចកំណរមានប៉ុន្មានប្រភេទចាយើងមើលសាលាកំទេចកំណរមានប៉ុន្មានប្រភេទមានចម្លើយឲ្យជ្រើសរើសណាចម្លើយក2ប្រភេទចម្លើយខ3ប្រភេទចម្លើយក4ប្រភេទនិងចម្លើយខ5ប្រភេទចាអញ្ចឹងចម្លើយត្រឹមត្រូវរបស់យើងគឺចម្លើយខ3ប្រភេទចាអញ្ចឹងសាលាបើយើងនិយាយពីប្រភេទសាលាធំយើងមាន3មែនទេចាវាមាន3គឺយើងមានសាលាកំទេចកំណរសាលាប្រែកំណើតនិងសាលាម៉ាក់ម៉ាអញ្ចឹងអានេះយើងជាប្រភេទសាលាម៉ាក់ម៉ាបន្តទៀតទេចាសាលាម៉ាក់ម៉ាបន្តទៀតនេះគឺយើងមាន3គឺយើងមាន3ប្រភេទតទៀតចា3ប្រភេទតទៀតមានអីគេខ្លះវាមានសាលាគេតើអ្នកគ្នាចាំទេមានសាលាកំទេចកំណរគីមី
សាលាកំទេចកំណល់សរីរាង្គនិងសាលាកំទេចកំណល់ខ្លះស្តិចចាអញ្ចឹងចូលមកដល់សំណួរទី2វិញម្ដងចាសំណួរទី2របស់យើងគឺសួរថាប្រភេទសាលាដែលកើតពីសាកសពសត្វនិងរុក្ខជាតិយើងហៅថាអ្វីចាចម្លើយមាន4ឲ្យជ្រើសរើសចម្លើយកសាលាកំទេចកំណល់ចម្លើយខសាលាកំទេចកំណល់សរីរាង្គចម្លើយកសាលាកំទេចកំណល់គីមីចម្លើយខសាលាកំទេចកំណល់ក្លាស្ទិកចាអញ្ចឹងនេះជាប្រភេទសាលាកំទេចកំណល់ដែលកើតមកពីសាកសពសត្វរុក្ខជាតិនៅពេលដែលវាស្លាប់ទៅវាពុកផុយចាតាមរយៈកម្ដៅតាមរយៈខ្យល់ទឹកភ្លៀងអីចឹងណាអញ្ចឹងវាបំលែងឲ្យសាកសពទាំងអស់នោះទៅជាកំទេចកំណល់ដល់ពេលកំទេចកំណល់ទាំងអស់ហ្នឹងវានឹងធ្វើការប្រខំជាប់គ្នាដើម្បីបង្កើតបានទៅជាសាលាកំទេចកំណល់ប៉ុន្តែប្រភេទហ្នឹងយើងហៅថាជាប្រភេទសាលាកំទេចកំណល់អ្វីចាចឹងចម្លើយត្រឹមត្រូវនោះគឺចម្លើយខចាប្រភេទសាលាកំទេចកំណល់សរីរាង្គចាអញ្ចឹងឈ្មោះសរីរាង្គបងប្អូនគ្នាអាចស្គាល់បានហើយសរីរាង្គគឺពពុះមានជីវិតមែនអត់អញ្ចឹងវាអាចមានសត្វរុក្ខជាតិនៅពេលដែលស្លាប់ពុកផុយទៅបង្កើតបានទៅជាសាលាកំទេចកំណល់សរីរាង្គហើយដែលសាលាកំទេចកំណល់សរីរាង្គនេះគឺយើងយកវាមកប្រើប្រាស់សម្រាប់យាជីចាដូចជាថ្មកបោអញ្ចឹងណាឬក៏ធ្យូងថ្មអញ្ចឹងយើងយកវាធ្វើជាជីយកវាសម្រាប់មកធ្វើប្រើប្រាស់នៅក្នុងការស្រោចស្រពដំណាំកសិកម្មដើម្បីឲ្យវារីកលាស់ឬក៏ទទួលបានផលល្អអញ្ចឹងទៅចានេះគឺជាសារៈសំខាន់របស់សាលាកំទេចកំណល់សរីរាង្គចូលមកដល់សំណួរទី3សាលាដែលកើតឡើងពីដែលកើតឡើងនៅពេលដែលម៉ាក់ចុះត្រជាក់កក់រឹងនៅលើសំបកផែនដីអានេះយើងហៅថាអ្វីចាចម្លើយកសាលាប្រែកំណើតចម្លើយខសាលាជ្រៀតចម្លើយកម៉ាក់ម៉ាចម្លើយខសាលាភ្នំភ្លើងចានេះអ្នកគ្រូបានបញ្យល់មុននឹងហើយដែរអញ្ចឹងបងប្អូនទាំងអស់គ្នាសូមធ្វើការគិតឡើងវិញថាតើក្នុងចម្លើយទាំង4នេះចម្លើយមួយណាដែលជាចម្លើយត្រឹមត្រូវចាប្រភេទសាលាដែលកើតឡើងនៅពេលដែលវាចុះត្រជាក់កក់រឹងនៅក្នុងសំបកផែនដីរបស់យើងណាអានេះយើងហៅថាសាលាអ្វីនៅសំទោសនេះមិននៅក្នុងនេះនៅលើចានៅលើសំបកផែនដីបើនៅក្នុងផ្សេងមួយទៀតអញ្ចឹងបងប្អូនគ្នាមើលច្បាស់សំណួរនេះណាគេសួរនៅខាងលើអញ្ចឹងបើនៅខាងលើសំបកផែនដីយើងចូលត្រជាក់កក់រឹងពីម៉ាក់ម៉ានោះយើងហៅថាសាលាភ្នំភ្លើងចាបើនៅខាងក្នុងសាលាជ្រៀតចាក្នុងជ្រៀតអញ្ចឹងពាក្យវាប្រើជាពាក្យកលឹះហ្នឹងអត់ខុសពីអត្ថន័យទេជ្រៀតគឺដើរជ្រៀតតាមសំបកដីនៅខាងក្នុងដល់ពេលសាលាភ្នំភ្លើងសាលាវាហូរមកពីភ្នំភ្លើងនៅខាងក្រៅចាមកភ្នំភ្លើងនៅខាងក្រៅបរិយាកាសផែនដីសំទោសនៅខាងក្រៅសំបកផែនដីចាហ្នឹងយើងហៅថាសាលាភ្នំភ្លើងហើយចាអញ្ចឹងអ្នកគ្រូសូមធ្វើការសង្ខេបមេរៀននេះឡើងវិញបន្តិចសិនចាពាក់ព័ន្ធទៅនឹងប្រភេទសាលារបស់យើងចាដែលសាលាយើងមាន3ធំមានម៉ាក់ម៉ាមានកំទេចកំណល់និងប្រែកំណើតចាហើយសាលាកំទេចកំណល់របស់យើងគឺយើងបែងចែកជា3បន្តទៀតគឺមានសាលាកំទេចកំណល់គីមីសាលាកំទេចកំណល់សរីរាង្គនិងសាលាកំទេចកំណល់ក្លាស្ទិកចានិយាយទៅសាលាទាំងអស់ហ្នឹងសុទ្ធតែជាប្រភេទដែលកើតឡើងពីកំទេចកំណល់ដូចគ្នាតែយើងញែកទៅតាមលក្ខខណ្ឌនិងមជ្ឈដ្ឋានដែលវាកកើតអញ្ចឹងទៅដោយសរីរាង្គនេះវាកើតពីសាកសពសត្វនិងរុក្ខជាតិក្លាស្ទិកនេះវាកើតឡើងដោយសារជ័រធម្មជាតិដែលនៅក្នុងទឹកនៅក្នុងមជ្ឈដ្ឋានហ្នឹងគឺវាមានជាតិជ័រវាអាចប្រខំអាភាពស្អិតរបស់កំទេចកំណល់ហ្នឹងឲ្យជាប់គ្នាបានហ្នឹងយើងហៅថាក្លាស្ទិកទៅដល់ពេលគីមីវាមានចូលចុងទឹកលាយជាមួយកំទេចកំណល់ទាំងអស់ហ្នឹងបន្សំគ្នាបង្កើតបានទៅជាសាលាកំទេចកំណល់គីមីអញ្ចឹងទៅចាហើយកំទេចកំណល់គឺវាមានគ្រប់ទីកន្លែងទាំងអស់នៅលើផែនដីដោយសារកត្តាអាកាសធាតុមានកម្ដៅទៅលើព្រះអាទិត្យចាខ្យល់អីចឹងទៅភ្លៀងតកកអីចឹងណាហើយនឹងដោយសារមួយទៀតគឺតាទំនាញផែនដីរបស់យើងវាធ្វើឲ្យរុក្ខជាតិទាំងអស់វាមានការពុកផុយចាអញ្ចឹងមកកើតបានជាកំទេចកំណល់ដល់ពេលកំទេចកំណល់ហ្នឹងវាប្រខំជាប់គ្នាយូររាប់ពាន់លានឆ្នាំទៅវាបង្កើតបានទៅជាសាលាកំទេចកំណល់ដល់ពេលម៉ាក់ម៉ាវិញម្ដងម៉ាក់ម៉ាបែងចែកជា2ប្រភេទបន្តទៀតគឺមានសាលាជ្រៀតនិងសាលាភ្នំភ្លើងចាសាលាម៉ាក់ម៉ាគឺកើតពីម៉ាក់ម៉ានៅពេលដែលមានបន្ទប់ភ្នំភ្លើងចាម៉ាក់ម៉ាហ្នឹងវាចុះត្រជាក់កក់រឹងខ្លាយទៅជាសាលាម៉ាក់ម៉ាប៉ុន្តែការកក់រឹងវាមាននៅក្នុងសំបកផែនដីយើងហៅថាជ្រៀតដែលសារនៅក្នុងក្តៅអញ្ចឹងទៅវាអត់ងាយចុះត្រជាក់កក់រឹងវាធ្វើឲ្យក្រាមបន្ទះរបស់សាលាជ្រៀតរាងធំដូចជាក្រានីតអីចឹងវារាងធំដល់ពេលសាលាភ្នំភ្លើងអាសាលាដែលហូរចេញមកពីខាងក្រៅហ្នឹងអញ្ចឹងវា
នៅបរិយាកាសខាងក្រៅវាចាប់ទៅត្រជាក់កករឹងអញ្ចឹងទៅវាមានក្រាបម្ទេសរាងតូចជាងដូចជាពពួកបាសាល់ពពួករីយ៉ូលេតអីចឹងទៅចាហើយចំពោះសាលាប្រែកំណើតគឺយើងបានចែកជាពីរបន្តទៀតដែរគឺសាលាប្រែកំណើតមានស្រទាប់និងអត់ស្រទាប់ចាមានស្រទាប់គឺវាមានស្រទាប់ជាស្រទាប់ណាដល់ពេលគ្មានស្រទាប់គឺវាអត់មានស្រទាប់ហើយវាមានតែមួយពណ៌ទេចានេះជាភាពខុសគ្នារវាងសាលាប្រែកំណើតមានស្រទាប់និងអត់ស្រទាប់ហើយសាលាប្រែកំណើតរបស់យើងគឺកើតចេញមកពីកម្ដៅចាកម្ដៅនិងសម្ពាធដែលធ្វើឲ្យសាលាហ្នឹងអាចថ្លែងទៅជាប្រភេទសាលាមួយទៀតបានហើយសាលាប្រែកំណើតនេះលក្ខខណ្ឌចម្បងរបស់វាគឺកម្ដៅនិងសម្ពាធកម្ដៅកាលណាយើងចូលជម្រៅផែនដីកាន់តែជ្រៅគឺកម្ដៅកាន់តែកើនឡើងសម្ពាធក៏ដូចគ្នាចូលទៅក្នុងសំបកផែនដីយើងកាន់តែជ្រៅសម្ពាធក៏កាន់តែធំដែរអញ្ចឹងលក្ខខណ្ឌទាំងអស់ហ្នឹងហើយដែលធ្វើឲ្យសាលាអាចប្រែក្លាយទៅជាប្រភេទសាលាមួយទៀតគឺវាផ្លាស់ប្ដូរវីយភាពហើយនិងសមាធិសមអញ្ចឹងហើយយើងហៅថាសាលាប្រែកំណើតហើយចា៎អញ្ចឹងចំពោះខ្លឹមសារមេរៀនប្រភេទសាលារបស់អ្នកគ្រូក៏ត្រូវបានបញ្ចប់ត្រឹមប៉ុណ្ណឹងចា៎ជាចុងក្រោយអ្នកគ្រូក៏សូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាសម្រាប់ការយកចិត្តទុកដាក់ស្ដាប់អ្នកគ្រូបញ្យល់តាំងពីដើមរហូតដល់ចប់ចា៎ហើយសង្ឃឹមថាវីដេអូនេះគឺជួយបងប្អូននៅក្នុងការស្វែងសិក្សាបន្ថែមជូនបងប្អូនមានសុខភាពល្អសំណាងល្អជោគជ័យនៅក្នុងការសិក្សាកុំភ្លេចខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានច្រើនផងដែរណាហើយជិះឲ្យឆ្ងាយពីគ្រឿងញៀនចា៎សូមអរគុណសូមជម្រាបលា